Bạn đãគ្រប់như số bộ máy bóng ổn từng on đượcក្នុងបណ្ដាញសង្គមជាទីគោរពបែបព្រឹកមិញខ្ញុំបានអានបាត់ដៃប្អូនប្រុសមួយបាត់ដៃគាត់បើមើលមកផ្លែតដែលមិនចាប់អារម្មណ៍គឺគិតថាប្រហែលជាមនុស្សដែលនឹងហត់នឿយខ្លាំងមនុស្សដែលនឹងប្រើកម្លាំងធម្មពលរាងកាយនឹងច្រើនឬក៏ជាមនុស្សដែលជួបបញ្ហាតាក់ទងទៅនឹងជីវភាពហើយប៉ុន្តែបើយើងពិនិត្យមើលឲ្យដល់នៅលើដៃហ្នឹងគឺគាត់មានរឿងល្អច្រើនហើយកម្លាំងទ្របគាត់ច្រើនណាស់ដៃគាត់ហើយបើមើលទៅលើខ្សែនៅខាងក្នុងផ្ទះបុនគាត់ក៏ស្អាតដែរផ្ទះបុនគាត់ក៏ស្អាតបាទហើយក្រោមខ្សែព្រះអាទិត្យគាត់ក៏មានត្រីកោណស្អាតជាពិសេសអ្វីដែលខ្ញុំសង្កេតឃើញហើយនឹងចាប់អារម្មណ៍គឺខ្ញុំឃើញរូបប្រាសាទមួយនៅក្រោមនាងដៃរបស់គាត់បាទអញ្ចឹងដៃនេះជាដៃមនុស្សដែលមានទ្រព្យបាទមានទ្រព្យហើយទ្រព្យគាត់ច្រើនណាស់បាទខ្ទង់លានដុល្លារនោះបាទលើសនឹងទៀតព្រោះទម្រង់ដៃគាត់ហ្នឹងល្អហើយពណ៌ដៃសាច់ដៃផ្សេងហើយដៃដែលក្រិននេះគឺគាត់ជាម្ចាស់កន្លែងលក់គ្រឿងសំណង់បាទអញ្ចឹងគឺគាត់ហត់បន្តិចដែរបាទ